ផ្អាកសិល្បៈទៅសាងគ្រួសារ7 ឆ្នាំហិនចានីរតលេចមុខធ្វើពិធីការនីជាថ្មីតែបែបប្រកាសដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយរយៈពេល7 ឆ្នាំហើយដែលពិធីការនីល្បីឈ្មោះហិនចានីរតបានផ្អាកពីវិស័យសិល្បៈផ្សេងនិងអាជីពជាពិធីការនីងាកទៅរៀបចំជីវិតឯកជនដែលបានរៀបការសាងគ្រួសារជាមួយស្វាមីយ៉ាងមានក្តីសុខចានឹងទទួលបានសមាជិកដំបូងជាកូនប្រុសដ៏គួរឲ្យស្រឡាញ់មានអាយុជាង7 ខែហើយចាពេលនេះដែរចំពោះជីវិតគ្រួសាររបស់ពិធីការនីរូបនេះកាន់តែមានក្តីសុខពេញលេញខណៈអ្នកនាងចំណាយពេលវេលាជាមួយគ្រួសារស្វាមីនិងមើលថែកូនប្រុសបណ្ដូលចិត្តដោយផ្ទាល់ដៃចាបើចាប់អារម្មណ៍លើរូបសម្រស់វិញត្បិតតែអ្នកនាងហិនចានីរតខ្លាយជាអ្នកម៉ាក់គេមែនតែអ្នកនាងពូកែថាសម្រស់នៅតែមានសាច់ឈាមស្រស់ថ្លារីឯរាងក៏នៅស្អាតខ្ញងមិនចាញ់ក្រមុំឡើយចំណែកជំវិញការងារសិល្បៈចាក្រោយប្រើពេលសាងគ្រួសារ7 ឆ្នាំកន្លងមកនេះពិធីការនីហិនចានីរតក៏ពុំធ្លាប់បង្ហើបពីបំណងចង់វិលចូលវិស័យសិល្បៈវិញឡើយចាដល់ឡាយស្រាប់តែមកដល់ពេលថ្មីនេះចាក៏បានឃើញវត្តមានរបស់ពិធីការនីហិនចានីរតបង្ហាញខ្លួនក្នុងកម្មវិធីមង្គលមួយចាក្នុងនាមពិធីការនីជាមួយដៃគូចាស់គឺលោកជាសវណ្ណរិទ្ធចាធ្វើឲ្យមហាជនអ្នកគាំទ្រគិតថាអ្នកនាងកំពុងវិលមកបំពេញការងារជាពិធីការនីវិញម្ដងទៀតហើយចាប៉ុន្តែតាមរយៈវីដេអូរបស់លោកជាសវណ្ណរិទ្ធចាសួរនាំជុំវិញរឿងនេះអ្នកនាងហិនចានីរតក៏បានបញ្ជាក់យ៉ាងខ្លីឲ្យដឹងថាអ្នកនាងបានឈប់ពីអាជីពសិល្បៈនេះហើយ